ម៉ាក់បង្ហាញលក្ខណៈបច្ចេកទេសរវាងគ្រាប់បែកទម្លាក់ពីលើយន្តហោះក្នុងសង្គ្រាមថ្មីៗនេះជាមួយគ្រាប់បែកទម្លាក់ពីលើយន្តហោះក្នុងសម័យសង្គ្រាមអតីតកាលឯកឧត្តមហេងរតនាអគ្គនាយកស៊ីម៉ាក់ CMAC បានឲ្យដឹងនារសៀលថ្ងៃទី29 ខែកញ្ញានេះថាកន្លងមកមានអ្នកស្នើសុំឲ្យឯកឧត្តមជួយបកស្រាយដោយចោទជាសំណួរថាធ្វើយ៉ាងម៉េចបានដឹងថាគ្រាប់បែកទម្លាក់ពីលើយន្តហោះឬគ្រាប់បែកបាញ់ផ្លងពីសង្គ្រាមសម័យមុននិងគ្រាប់បែកទម្លាក់ពីលើយន្តហោះឬគ្រាប់បាញ់ផ្លងក្នុងសង្គ្រាមតាមព្រំដែនថ្មីៗនេះបើតាមចម្លើយខ្លីរបស់ឯកឧត្តមបើផ្អែកតាមលក្ខណៈបច្ចេកទេសមានចំណុចវិភាគសំណាក់ជាច្រើនដែលខ្ញុំសូមមិនធ្វើការបកស្រាយលម្អិតក្នុងវេទិកានេះទេនឹងសូមលើកយកចំណុចសង្ខេបខ្លីៗមកបញ្ជាក់ជូនជ្រាបថាគ្រាប់បែកទម្លាក់ពីលើយន្តហោះក្តីឬគ្រាប់កាំភ្លើងធំក្តីសុទ្ធតែមានលេខកូដសម្គាល់ខែឆ្នាំផលិតឬប្រទេសក្រុមហ៊ុនផលិតបន្ថែមលើពីនេះសម្រាប់កម្ពុជារាជរដ្ឋាភិបាលពង្រឹងសមត្ថភាពអង្គភាព CMAC ក្នុងការសិក្សាស្រាវជ្រាវព័ត៌មាននិងរៀបចំទិន្នន័យការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមអតីតកាលបានយ៉ាងច្បាស់លាស់ដោយមានកំណត់ត្រាព័ត៌មានពាក់ព័ន្ធការទម្លាក់គ្រាប់បែកពីលើយន្តហោះដូចជាកាលវិភាគប្រភេទយន្តហោះនិងចំណុចទីតាំងនៃការទម្លាក់គ្រាប់បែកទាំងនោះផងដែរប្រការដូចខាងលើជាលក្ខណៈបច្ចេកទេសគ្មានការយល់ច្រឡំគ្នារវាងគ្រាប់បែកទម្លាក់ពីលើយន្តហោះក្នុងសង្គ្រាមថ្មីៗនេះជាមួយគ្រាប់បែកទម្លាក់ពីលើយន្តហោះក្នុងសម័យសង្គ្រាមអតីតកាលឡើយ